បាទបើមានចិនដើរនៅក្រៅផ្ទះសូមពិនិត្យមើលបាទតើក្នុងតម្រាហុងស៊ុយមាននិយាយអំពីចិនដើរក្រៅផ្ទះនឹងរឿងអ្វីខ្លះនៅក្នុងតម្រានៃក្បួនហុងស៊ុយចិនដើរក្រៅផ្ទះនេះហៅថាចិនដើរចោលឬក៏ពាក្យម្យ៉ាងទៀតហៅថាចិនដើរហូរឈាមពាក្យថាចិនដើរចោលក្តីថាចិនដើរហូរឈាមក្តីសុទ្ធតែមិនពិរោះនៅក្នុងអត្ថន័យនៃការលូតលាស់នៅក្នុងវិថីជីវិតរបស់ម្ចាស់ផ្ទះទាំងអស់ដោយហេតុថាចិនដើរគឺជាលំហូរធម្មពលដ៏សំខាន់សម្រាប់ផ្ទះយ៉ាងនេះហើយកាលណាបើយើងធ្វើចិនដើរខុសធ្វើឲ្យយើងមានវិបត្តិរវាងអ្នកនៅខាងក្រោមនិងអ្នកនៅលើឡាវតឿអ្នកនៅជាន់ក្រោមនិងអ្នកនៅខាងលើព្រោះថាកាលណាចិនដើរខុសវាប្រៀបពីដូចជាផ្ដាច់រចនាសម្ព័ន្ធឬក៏វាផ្ដាច់ទំនាក់ទំនងអំពីជាន់នីមួយជាពិសេសផ្ទះដែលមានច្រកចេញចូលច្រើនដូចជាផ្ទះសំណាក់ផ្ទះជួលអីជាដើមដែលមានច្រកចេញចូលច្រើនប្រសិនបើយើងធ្វើចិនដើរខុសធ្វើឲ្យអ្នកមកនៅផ្ទះនោះមានថាមានសិទ្ធិឯករាជ្យមួយមិនគោរពមិនខ្លាចមិនគោរពមិនកោតខ្លាចអ្នកណាហើយអាចប្រព្រឹត្តអំពើខុសឆ្គងផ្សេងបានតើចិនដើរក្រៅផ្ទះនេះវាមានរូបរាងនិងប្រភេទបែបណាចិនដើរក្រៅផ្ទះឧទាហរណ៍ចិនដើរខាងនេះក្តីបាទចិនដើរខាងនេះក្តីខាងចំហៀងឆ្វេងក៏ដោយស្ដាំក៏ដោយបាទចិនដើរខាងមុខក៏ដោយខាងក្រោយក៏ដោយឲ្យតែចិនដើរនោះនៅខាងក្រៅបរិវេណផ្ទះយើងហៅថាជាចិនដើរចោលជាចិនដើរហូរឈាមនិងជាចិនដើរក្រៅផ្ទះចិនដើរហូរឈាមចិនដើរក្រៅផ្ទះចិនដើរចោលនេះក្តីបានវាប៉ះពាល់ត្រង់ចំពោះគ្រួសារគឺទី1ផ្នែកហិរញ្ញវត្ថុបាទវាធ្វើឲ្យម្ចាស់ផ្ទះចាយលុយបាទដូចជាចោលលួចចឹងបាទហើយចោលលួចវាដែលអាណិតអីណាវាកាលណាចោលវានៅជាប់ផ្ទះវាចាំបាទវារវាំងមើលឲ្យតែមានឱកាសវានឹងលួចវានឹងឆក់យកទ្រព្យយើងយ៉ាងណាវិញគឺចិនដើរចោលគឺយ៉ាងនេះឲ្យតែយើងភ្លាត់បន្តិចគឺយើងនឹងចាយប្រាក់យើងនឹងចាត់ចែងថវិកាបាទឲ្យវិនិច្ឆ័យទៅដោយមិនបានចូលមកវិញបាទវាមានអត្ថន័យយ៉ាងនេះហើយក៏វាប៉ះពាល់ដល់សុខភាពគ្រួសារខ្លះវាប៉ះពាល់ដល់ស្ថិរភាពនៃគុណភាពជីវិតហ្នឹងខ្លះផងដែរចិនដើរក្រៅផ្ទះដែលគ្រោះថ្នាក់បំផុតបាទគឺចិនដើរនេះបាទនៅចំចានៅចំពីមុខទ្វារឡើងទៅចំពីមុខទ្វារបាទបើវីដេអូនេះមានប្រយោជន៍សូម share បន្តដើម្បីចែកគ្នាដឹងឮនិងធ្វើការសិក្សា